សម្ដេចមហារដ្ឋសភាទីកាធិបតីខួនសុដារីអញ្ជើញសួរសុខទុក្ខនិងផ្ដល់អំណោយដល់គ្រួសារភៀសឹកជាង800គ្រួសារក្នុងឱកាសទិវាអន្តរជាតិនារី8មីនាក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋនិងដើម្បីអបអរសាទរខួបលើកទី115នៃទិវាអន្តរជាតិនារី8មីនាឆ្នាំ2026សម្ដេចមហារដ្ឋសភាទីកាធិបតីខួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី8ខែមីនាឆ្នាំ2026នេះបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាដែលរួមមានឯកឧត្តមលោកជំទាវជាតំណាងរាស្ត្រថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមសភាជាតិនៃអ្នកនយោបាយស្ត្រីនិងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដោយផ្ទាល់ជូនដល់គ្រួសារភៀសឹកជិត700គ្រួសារក្នុងខេត្តសៀមរាបព្រមទាំងចាត់ចែងបញ្ជូនអំណោយជូនពលរដ្ឋភៀសឹកជាង200គ្រួសារទៀតនៅក្នុងខេត្តឧត្តរមានជ័យពិធីសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយដល់ជនភៀសឹកនៅខេត្តសៀមរាបនេះក៏មានវត្តមានអញ្ជើញចូលរួមអមដំណើរសម្ដេចប្រធានរដ្ឋសភាកម្ពុជាពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាបផងដែរក្នុងមនោសញ្ចេតនានឹករលឹកនិងគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនេះសម្ដេចប្រធានរដ្ឋសភាបាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាព្រមទាំងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នតាមជំរំដោយសារការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃសម្ដេចរដ្ឋសភាទីកាធិបតីខួនសុដារីបានរំលេចថាក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិសង្គ្រាមដូចជានៅតំបន់មជ្ឈិមបូព៌ាសន្តិភាពគឺជាទ្រព្យដ៏មានតម្លៃបំផុតសម្ដេចបានបញ្ជាក់ថាទោះបីជាការរស់នៅបណ្ដោះអាសន្នក្នុងជំរំមានការលំបាកប៉ុន្តែវាមានសុវត្ថិភាពជាងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតដែលប្រមុខថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាគ្រប់រូបតែងយកចិត្តទុកដាក់គិតគូរនិងកំណត់ជាអាទិភាពខ្ពស់បំផុតឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាក្រោយមានបទချုပ်បាញ់ចូលជាធរមានសម្ដេចប្រធានរដ្ឋសភាកម្ពុជាបានជម្រាបជូនពលរដ្ឋអំពីយន្តការដោះស្រាយដោយសន្តិវិធីដោយរាជរដ្ឋាភិបាលកំពុងប្រើប្រាស់យន្តការស្ងាត់តែមិនស្ងៀមតាមរយៈវិធីសាស្ត្រការទូតទន់ភ្លន់និងច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាការដាក់រេតបន្លាលួសនិងកុងតឺន័រក្នុងដែនអធិបតេយ្យកម្ពុជាដើម្បីឲ្យពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញក្នុងពេលឆាប់ៗខាងមុខសម្ដេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃជំនឿចិត្តនិងសាមគ្គីភាពដោយសម្ដេចបានមានប្រសាសន៍ថាក្នុងកលៈទេសៈនេះការជឿជាក់លើរាជរដ្ឋាភិបាលនិងការរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតដើម្បីបង្កើនភាពខ្លាំងរបស់ជាតិតតាំងទៅនឹងស្ត្រីឈ្លានពានហើយសូមជឿជាក់ណាសូមលោកយាយលោកតាបងប្អូនប្រជាជនយើងទាំងអស់សូមលោកគ្រប់គ្រងហើយជឿជាក់ផងមិនមែនតែគ្រប់គ្រងតែជឿជាក់ថាថ្នាក់ដឹកនាំរបស់យើងហើយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់លោកបានគឺថាបន្តនៅនយោបាយដ៏ឆ្លៀសវៃបំផុតគឺថាធ្វើយ៉ាងណាគឺថាលោកធ្វើទាល់តែយើងបានណាត្រឡប់ទៅណាកន្លែងយើងវិញសន្តិភាពយើងទៅត្រឡប់មកបានដូចដើមវិញទោះយូរឬឆាប់ប៉ុន្តែយើងមិនចំណាយឈាមរបស់យើងមិនចំណាយសាច់ស្រស់ឈាមស្រស់របស់ប្រជាជនយើងបន្តទៀតហើយសម្បត្តិផលដែលយើងបានខិតខំកសាងវានឹងត្រូវទៅរលាយមកប្រតិចភ្នែកដូច្នេះខ្ញុំអត់មានអីច្រើនទេគ្រាន់តែជម្រាបថាសូមគ្រប់គ្រងនិងជឿជាក់ការលំបាកមានតែយើងនៅមានជីវិតយើងត្រូវតែមានក្តីសង្ឃឹមហើយយើងអត់មានអ្នកណារត់ចោលយើងសូម្បីតែម្នាក់ម្នាក់ទេណាសម្ដេចតេជោក្តីសម្ដេចបវរក្តីដូចជាថ្នាក់ដឹកនាំតាំងពីថ្នាក់ស្រុកភូមិមិនមានអ្នកណាមួយមានបំណងរត់ចោលបងប្អូនយើងទេលំបាកកាន់តែខ្លាំងរត់ចូលគៀកគ្នាកាន់តែខ្លាំងដើម្បីរៀបរយឲ្យបងប្អូនយើងរស់នៅបានស្រួលទីពីរអនាម័យអីគាត់យើងដឹងហើយថាការរົບនៅជុំគ្នានេះចាខ្ញុំមិនដឹងថាអត់ដែលមានរបាយការណ៍អំពីអំពើហិង្សាណាការណែ
ហិង្សាវាលើចិត្តគ្នាខ្ញុំមិនដឹងទេប៉ុន្តែបើសិនទៅជំរុំនៅបណ្ដាប្រទេសផ្សេងណាគឺអាជំរុំនឹងហើយដល់វាលើចិត្តគ្នាពេកមួម៉ៅផងស្អីផងហើយផ្ទះស្ដប់មិនផ្ទះស្ដប់ណាផ្ទះស្ដប់កសីស្អីហ្នឹងចាអញ្ចឹងអំពើហិង្សាត្រូវបានប្រព្រឹត្តមកលើស្ត្រីចាហើយទៅទងន់ក៏នៅក្នុងស្អីក៏នៅនឹងគ្រប់បែបយ៉ាងយើងមានពេទ្យយើងខ្ញុំជឿថាមានពេទ្យយើងមិនចឹងណាមានពេទ្យយើងនៅតាមថែរក្សាគ្រប់ទាំងអស់តែជាបឋមមានអ្នកណាឈ្នះលើខ្លួនឯងទេដែលយើងត្រូវខិតខំថែរក្សាជិះជាងជិះវៀងទៅហៅពេទ្យដើម្បីឲ្យលោកមកជួយអញ្ចឹងខ្ញុំគិតថាមិនមែនយើងទាត់ចោលពេទ្យទេពេទ្យសំខាន់ណាស់ប៉ុន្តែយើងចាប់ដើមពីយើងដែលយើងចេះស្អាតចេះអនាម័យចេះធ្វើចិត្តយើងមានអង្គមានអីដែលថាជូននៅថ្ងៃនេះមែនក៏ពិតមែនក៏ប៉ុន្តែផ្លូវចិត្តខ្ញុំចង់និយាយថាសុខភាពផ្លូវចិត្តវិញខ្ញុំថាមានតែខ្លួនយើងទេហើយខ្ញុំសូមឲ្យបងប្អូនស្ត្រីយើងទាំងអស់គ្នាណាខ្ញុំថាទាំងប្រុសទាំងស្រីប៉ុន្តែសូមស្រីយើងជាអ្នកអត់ធ្មត់ជាងគេជាអ្នកដែលចេះលួងលោមគេអញ្ចឹងត្រូវតែខិតខំធ្វើយ៉ាងណាជួយដល់ក្រុមគ្រួសាររបស់យើងធ្វើយ៉ាងណាឲ្យគាត់ខំតស៊ូពេលណាយើងមានជីវិតយើងនៅមានសង្ឃឹមពេលណាអស់ជីវិតគឺយើងអស់ក្តីសង្ឃឹមហើយដូច្នេះគឺសូមលោកយាយលោកតាហើយបងប្អូនប្រជាជនយើងពូមីងក្មួយស្រីទាំងអស់គ្នាណាធ្វើយ៉ាងម៉េចតម្កល់ការបដិញ្ញាចិត្តយើងឲ្យខ្ពស់ជាមួយគ្នានេះក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី8មីនាសម្ដេចបានសង្កត់ធ្ងន់ថាស្ត្រីគឺជាអ្នករងគ្រោះខ្លាំងជាងគេនៅពេលមានសង្គ្រាមដូច្នេះការរក្សាសន្តិភាពគឺជាការការពារសិទ្ធិនិងតម្លៃរបស់ស្ត្រីក្នុងអង្គពិធីក៏បានប្រារព្ធពិធីស្មឹងស្មាតដើម្បីឧទ្ទិសកុសលផលបុណ្យនិងដឹងគុណយ៉ាងជ្រាលជ្រៅដល់វីរយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិសូមរំលឹកថាអំណោយមនុស្សធម៌ដែលចែកជូនដល់គ្រួសារភៀសឹកទាំងខេត្តឧត្តរមានជ័យនិងខេត្តសៀមរាបសរុបចំនួន836គ្រួសារនៅថ្ងៃនេះគឺជាអំណោយរបស់មូលនិធិរដ្ឋសភានិងអំណោយផ្ទាល់ខ្លួនរបស់សម្ដេចប្រធានរដ្ឋសភាក្នុងមួយគ្រួសារទទួលបានអង្ករទឹកបរិសុទ្ធមីត្រីខទឹកត្រីទឹកស៊ីអ៊ីវសារ៉ុងនិងថវិកាសម្រាប់ជនភៀសសឹកនៅខេត្តសៀមរាបមួយគ្រួសារទទួលបានថវិកាចំនួន80000រៀលនិងនៅខេត្តឧត្តរមានជ័យមួយគ្រួសារទទួលបានថវិកាចំនួន50000រៀលក្រៅពីពលរដ្ឋជនភៀសសឹកសម្ដេចប្រធានរដ្ឋសភាក៏បានឧបត្ថម្ភដល់កម្លាំងប្រដាប់អាវុធទាំង3ប្រភេទក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសសយកនិងយុវជនកាយរិទ្ធនៅថវិកាមួយចំនួនដោយឡែកស្ត្រីមេផ្ទៃពោះដែលសម្រាប់កូនចំថ្ងៃកម្មវិធីក៏ទទួលបាននៅថវិកាឧបត្ថម្ភបន្ថែមចំនួន1លានរៀលពីសម្ដេចផងដែរទន្ទឹមនឹងនោះក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនរួមមានឯកឧត្តមសុយារ៉ាប្រធានគណៈកម្មាធិការទី5នៃរដ្ឋសភាថវិកា20លានរៀលនិងអាល់កុល2280លីត្រក្រុមសភាជាតិនៃអ្នកនយោបាយស្ត្រីដឹកនាំដោយលោកជំទាវ ឡៅខេងថវិកា25លានរៀលនិងសមាគមសមាធិអន្តរជាតិព្រះពុទ្ធសាសនាដឹកនាំដោយព្រះគ្រូរ៉ូម៉ាថវិកា20លានរៀលសកម្មភាពរបស់សម្ដេចប្រធានរដ្ឋសភានិងគណៈប្រតិភូនៅថ្ងៃនេះមិនត្រឹមតែជាការជួយសម្រាលការលំបាកខាងជីវភាពប៉ុណ្ណោះទេប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តនិងកម្លាំងស្មារតីជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីនិងសន្តិភាពឲ្យស្ថិតស្ថេរជារៀងរហូតតទៅ